បាទនេះគឺស្រូវ1 ហិកតាដាក់ជីសញ្ញាក្បាលតម្រៃតាមគោលការណ៍របស់ក្រុមហ៊ុនបាទនេះអត់មានស្មៅទេគាត់ប្រើថ្នាំស្មៅដែរបងខ្ញុំសុំសួរតិចទេបងអធិស្ឋានបាទបងខាងសហគមន៍ចឹងក៏បានយកជីសញ្ញាក្បាលតម្រៃមកប្រើសាក់តេស្ត1 ហិកតាហើយសូមបងមានចំណាប់អារម្មណ៍ទេបងខ្ញុំបាទយកសួរបាទតាមណាបងតាមការពិតទៅសូមចេះទៅកុំឲ្យយើងបាទបងបាទសួរខាងបាទក្រុមហ៊ុនទាំងអស់បាទក្រុមហ៊ុនតម្រៃហ្នឹងណាបាទនេះជាលើកទី1ហើយតួនាទីខ្ញុំរាល់ថ្ងៃជាប្រធានសហគមន៍ផងក៏ប៉ុន្តែលើតាមគម្រោងលោកគ្រូប្រធានគ្រប់គ្រងសហគមន៍សុខបវលយើងគាត់ឲ្យព័ត៌មានខ្ញុំមកថាក្រុមហ៊ុនជីក្បាលតម្រៃនេះវាចាប់អារម្មណ៍ច្រើនតែតំបន់ខ្ញុំអត់ទាន់មានទេបាទក៏ប៉ុន្តែខ្ញុំលើគាត់ថាអញ្ចឹងក៏ខ្ញុំផ្ដល់ព័ត៌មានថាខ្ញុំចង់សាកមើលមហាត់នេះแล้วមហាត់នេះឃើញជាក់ស្ដែងបែបនេះឯងខ្ញុំអត់មានប្រើលេឡំជាមួយជីអីផ្សេងនេះគឺសញ្ញាក្បាលតម្រៃទាំងអស់តាំងពីថ្នាំបាញ់បំពន់ជីបំពន់គឺប្រើទៅក្រុមហ៊ុនហ្នឹងទាំងអស់និយាយទៅមកឈុតបដ ாய் ណាបាទបងបាទមកឈុតសម្រាប់យើងធ្វើនេះព្រោះខ្ញុំចង់ដឹងដែរតែខ្ញុំមិនហ៊ានយកមកច្រើននេះជាតេស្តលើកទី1ដែលឃើញជាក់ស្ដែងដែលស្រូវនេះម្ចាស់ដានធ្វើមិនដែលបានចេះទេ20 បាវជាង30 បាវនោះអស់អត់មិនដែលមាន30ទេអត់ដែលមានបាទត្រឹមតែ20ជាងអស់ឡូវអានេះមិន30នេះប្រហែលជាអាចចូលដល់6 តោនហើយហ្នឹងวันនេះនោះឃើញដើមចេះមិនខុសទេមិនខុសពី6 តោនហើយតែស្មើចេះទាំងអស់ប៉ុន្តែនោះមានដបោកខ្លះបាទដីខ្ពស់ហ្នឹងណាបាទដីដបោកហើយអាក្រហមនោះក៏ដបោកដែរបាទនេះជាស្ដែងឃើញនិយាយពីគូក៏ល្អដែរបាទស្ដែងឃើញគូវិញខ្ញុំធ្វើចង់មិនបន្ទោសផ្អាប់ក្រុមហ៊ុនណាទាំងអស់គាត់ថាការប្រើនេះគូក៏វិញជាងគេបាទគូក៏វិញជាងគេហើយរោគក៏ដូចអត់សូវមានដែរមិនថាមិនមានទេគាត់ថាវាអត់សូវមានវាអាច100វាដូចជាត្រឹម5អីដូចដល់ផងតាមមើលជាក់ស្ដែងទៅខ្ញុំសួរបងបន្តិចវិញបងតើបងប្រើថ្នាំខ្យងថ្នាំអីតើមានខ្យងមែនទេបងនេះមានបានប្រើថ្នាំខ្យងទេបងដូចអត់ប្រើទេប៉ុន្តែអត់មានទេឬក៏ខ្ញុំដាក់មកឈុតដាក់មកខ្វះឬក៏មិនបងកូនប្រើកូនបាញ់ឲ្យកូនបាញ់និយាយទាំងអស់គាត់ថាយើងអត់បានប្រើទាំងអស់គាត់ថាអត់បានប្រើថ្នាំបទឿទេអូអត់បានដាក់បទឿបងណាអត់បានប្រើទេបានប្រើបាទអត់បានប្រើទេយកកម្ពស់ហ្នឹងប្រោយយកកម្ពស់ហ្នឹងហើយយើងប្រើតែពួកប្រសាទជាតិជូរក្នុងដីទេបាទដុកទ័រសយបាទតែប្រើកសិករឲ្យតែប្រើហ្នឹងគឺជោគជ័យបងដីនេះគឺកែឡើងវិញទាំងអស់ហើយអញ្ចឹងខ្ញុំការពិតទៅដីនេះ100%គឺធ្វើមិនដែលបានទេនោះដូចអាក្រហមឡៃដបោកនោះអញ្ចឹងអត់សោះតែម្ចាស់គាត់កាប់ផងរាជផងយកមកប្រៀបបាទប៉ាដែរខ្ញុំមក2ឆ្នាំអញ្ចឹងឆ្នាំវគ្គមុនដែលខ្ញុំទិញលើកទី1អត់ដល់ប៉ុណ្ណេះទេបានទិញឲ្យក៏វាគូមកចូលដែរដោយសារគាត់បង្កើតនោះចឹងដល់មកធ្វើជាក់ស្ដែងតាំងពីទៅបងដៃមកខ្ញុំថាឥឡូវកូនកុំតាន់ពុកយកដែលជាក្បាលតម្រែមកសាកសិនបើមិនចឹងទេយើងចេះតែធ្វើលោកឡំវាអត់ដឹងថាណាមួយខ្លាំងទេអត់ដឹងថាគុណភាពជីមួយណាល្អយើងទទួលយកបានទេហើយកុំអញ្ចឹងយើងចាំធ្វើតែនេះមកសម្រាប់មកវគ្គមកឈុតវាម្ដងតែលផលវាយ៉ាងណាឥឡូវឃើញតែផលប៉ុណ្ណឹងវាអាចបានហើយយើងអាចវិតម្លៃថាយើងបានហើយនៅតែយើងចូលទេឥឡូវនេះប៉ុណ្ណេះចូលទឹកក៏មានអីមកកាផ្លេទាំងអស់ហើយស្រូវអីដែរបងនេះស្រូវដែរក្រមុំចិនស្រាលណាតែហាងឆេងមិនដែរបងហ្នឹងនិយាយពីហាងឆេងនិយាយអត់កើតទេបើយើងនិយាយទិនផលសិនណាបងបាទទិនផលគឺល្អហើយនឹងបើថាហាងឆេងអត់ទេអានឹងបងកាក់ស្មានប្រហែលជា6 តោនបងណា6យ៉ាងវិញត្រឹម6 តោនហ្នឹងស្រូវនេះបាទ1 ហិកតាពេញ
มันมาคว้าก็คว้าที่เราซาយើងខាងនោះទៅបោក បាទតបក ឡើ ទៅ យ នោះ ស្មៅខាងនេះទៅបោក បាទ បោក3កន្លែង បាទ បើសិនជាប៉ុណ្ណេះទាំងអស់ខ្ញុំមិនអោយវៃខោទៅស្រូវប៉ុណ្ណេះ បាទ ដល់ បាទ ពី6ទេ បាទបាទចុងក្រោយបងខ្ញុំចង់សួរបងចំណាប់អារម្មណ៍បើបន្តនៃការក្រោយពីប្រមូលផលហើយឃើញទិន្នផលហើយបងអាចចាប់អារម្មណ៍ចង់ប្រើច្រើនយ៉ាងហ្នឹងទេបង នេះនេះជាការពិតបើយើងរាល់ថ្ងៃស្វែងរកថា ស្វែងរកផលិតផលណា គុណភាព ដែលមានគុណភាព បា ពិ ទ តប្រាកដជាក់ស្ដែងអត់មានចង់និយាយថាអ្វីបហាគ្នាទៅមកដែល បាទបងបាទ ឃើញ បាទ ទេ បាទបាទ ឥឡូវយើងជាក់ស្ដែងទៅអ្វីបហាពីណាបើយើងឃើញជាក់ស្ដែងចឹងហើយ បាទ និយាយ បង ពីរបស់យើងវិញ បាទបងបាទ គឺមានគុណភាពជាក់ស្ដែងចឹងឯង បាទបាទ ជាក់ស្ដែងគឺយើងឃើញចឹងនេះបើសិនជាវាមិនលេងនឹងស្អាតមិនវិញ អានេះបងប្រើហ្នឹងគឺ6ក្រុងតាមគោលការណ៍ក្រុមហ៊ុនសុតបងណា ណា បាទបាទ សតប្រអត់មានញ៉ៃទេ បាទបាទ អត់មានទៅលួចអីទេព្រោះយើងចង់ដឹងមិនអាចលួចបន្លំធ្វើ ទោះបើ ថែមនេះថែមនោះអីទេអត់ យើងបើមើលពេទ្យពីរមិនដឹងគឺពេទ្យណា បាទណោះ ល្អពេទ្យណាដែលត្រឹមត្រូវឥឡូវបាទនេះគឺស្រូវនេះគឺប្រើជីសញ្ញាក្បាលតម្រៃសុតទាំងថ្នាំបាទថ្នាំនេះគឺថ្នាំស្មៅថ្នាំបំពន់ថ្នាំខ្យងដុកទ័រសយប៉ុន្តែអត់បទឺថ្នាំលាងគ្រាប់បាទអាប៉ូលាគ្រាប់ចុងក្រោយបងប្រើណាបង នៅទៅដឹងកូន ឬសូថាមិនតន់ប្រើអីក៏តាក់នៅខាងណាឬសូថាមកបាញ់អាលាងគ្រាប់ស្រូវណាបង អត់តន់បាយទេ អូបើបានអានោះទៀតវាជួយបង្កើនគ្រាប់ភ័យភ្លឺល្អបង ខ្ញុំនិយាយនេះក្នុងការក្នុងនាមខ្ញុំជាអ្នកដឹកនាំសហគមន៍ បាទបងបាទ យើងធ្វើអ្វីមួយយើងកុហកសមាជិកឬកសិករក្នុងសហគមន៍ទាំងអស់យើងធ្វើទៅធ្វើអត់កើតទេយើងដឹកនាំគេមិន បា កើត ទបងបាទត្រឹមត្រូវបង នាំគេមិនកើតទេចឹងខ្ញុំមកសោតនេះដើម្បីយកទៅផ្សព្វផ្សាយដល់សមាជិកបន្តបន្ថែមទៀតសមាជិកខ្ញុំទាំងអស់រាល់ថ្ងៃ100នាក់ហើយអញ្ចឹងជាក់ស្ដែងគឺយើងធ្វើបង្ហាញឲ្យគាត់មើលថាកើតបើថាមិនកើតដល់ជារឿងមួយផ្សេងយ៉ាងនេះកើតតែយើងមិនទទួលយកមិនកើត បាទ ជាក់ស្ដែង 100នាក់ហ្នឹងមានមេក្រុមមេអីដែរឬក៏មិនបងសិទ្ធិកសិករសុទ្ធឬក៏មានតំណាងក្រុមទេឬក៏មិន កសិករក្រុមមានអស់ហើយមានក្រុមអស់ ហើយចំនួន100នាក់ហ្នឹងគឺបើបងដឹងទិន្នន័យដីស្រែដែលគាត់អាស្រ័យផលដែលមានប្រភពទឹកច្បាស់លាស់នេះប្រហែលប្រមាណហិកតា ច្រើនអ្នកមាន3ហាត់ទៅ5ហាត់ប៉ុណ្ណោះ វាអាចចូល1000ហាត់អីហ្នឹងទៅអត់ដល់នេះ500 មិនច្រើនទេក៏ប៉ុន្តែអាការជាក់ស្ដែងនេះបើសិនជាគាត់ស្វែងយល់ដូចខ្ញុំដែរគឺទៅទាំងអស់គ្នា បាទ បើសិនជាគាត់តាមគ្នាអាហ្នឹងជារឿងមួយដែរ បាទបាទ រាល់ថ្ងៃនេះវាច្រើនសឹងតែ70%គាត់មិនបដូរទម្លាប់តែគាត់នៅតែតាមគ្នាណា បាទបាទបាទ តាមគ្នាយើងតាមគ្នាវាជួបបញ្ហាទៅទៅអ្នកណាទោះតែក្រុមហ៊ុនជីផលិតផលផ្សេងៗហ្នឹងឯង បាទ អញ្ចឹងខ្ញុំរាល់ថ្ងៃនេះខ្ញុំមាន100គឺចែកទាំង100សម្រាប់ការយល់ដឹងឃើញរបស់ខ្ញុំណា បាទ ទៅរៀនពីណាមកគឺចែកទាំងអស់ប្រជុំគណៈកម្មការចែកចាយ បាទ មិនប្រកាសថាគាត់យកទៅធ្វើដូចខ្ញុំស្មានខ្ញុំថាមកអញ្ចឹង បាទ យើងនិយាយ100គាត់យកស្ដាប់បានតែ5អស់ចាស់ហើយដោយសារគាត់មិនយកអាទម្លាប់គាត់យកអាទម្លាប់ចាស់មកប្រើយកទម្លាប់ចាស់មកប្រើអញ្ចឹងវាបរាជ័យថងថាគាត់មិនយកចិត្តទុកដាក់ធ្វើតាមបច្ចេកទេស បាទ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  ទម្លាប់ បាទ ខ្ញុំវាអស់យោបល់កន្លែងនេះដោយសារយើងវិជ្ជាស្ដែងអនុវត្តជាក់ស្ដែងទាំងអស់សម្រាប់ក្រុមហ៊ុនជីក្បាលតម្រៃនេះឯងដែលយើងធ្វើទាំងឈុតទាំងព្រមតែម្ដង បាទចាប់អារម្មណ៍ចុងក្រោយទេពីវិបត្តិហ្នឹងបងតែផ្ដាំយ៉ាងម៉េចដែរ អញ្ចឹងជាចុងក្រោយនេះមានស្អីសំណូមពរថាកសិករទាំងអស់គ្នាយើងត្រូវប្រើតែផលិតផលណាចង់និយាយថាពីជីចុះប្រើប្រាស់ទៅលើស្រូវមួយណា បាទ យើងមើលជាក់ស្ដែង បាទបង ធ្វើជាក់ស្ដែងឃើញជាក់ស្ដែងដូចខ្ញុំរាល់ថ្ងៃនេះយកសាកជីនេះយកមកធ្វើតេស្តមហាត់នេះឃើញវាល្អយ៉ាងមែន បាទបាទ ជាក់ស្ដែងយ៉ាងមែនចឹងសំណូមពរឲ្យកសិករយើងទាំងអស់ បាទបាទ ចូលមកចាប់អារម្មណ៍ផលិតផលជីរូបសញ្ញាក្បាលតម្រៃទាំងអស់គ្នាមកដើម្បីជោគជ័យទាំងអស់គ្នា បាទ ព្រោះទៅមុខទាំងអស់គ្នាទីផ្សារក៏យើងរកដែរ បាទបងបាទ មិននៅស្ងៀមទេសូម្បីតែខ្ញុំរាល់ថ្ងៃធ្វើបន្លែក៏ព្យាយាមរកទីផ្សារពួកគាត់ដែរ
មកទឹកម្ដងឲ្យប្រជុំអរគុណបាទ អរគុណច្រើនបងបាទអរគុណបាទ